bạnនេះជាដំណើរការរបស់ stock mart ឬក៏ដំណើរការរបស់ប្រព័ន្ធផ្សារ e-commerce ទាំងមូលបើចឹងនៅក្នុង stock mart គឺត្រូវបានដាក់នៅកន្លែងដែលលក់ដាច់នៅក្នុងតំបន់មួយដែលជាតំបន់សក្តានុពលរបស់ផ្សារបាទហើយរោងចក្របាទគឺដឹកទំនិញទៅដាក់នៅក្នុងនោះវាប្រៀបដូចជា stock ទំនិញរបស់រោងចក្រអញ្ចឹងបាទបន្ទាប់មកនៅទីតាំង shop នេះគឺនឹងមានពួក network ដែលធ្វើការក្នុងការដែលណែនាំទៅកាន់អតិថិជនតាមរយៈការផ្ដល់ commission ពី system របស់ផ្សារ e-commerce market បាទអញ្ចឹងអ្នក network គាត់ចាប់ដើមណែនាំអតិថិជនក៏ដូចជាប្រឹក្សាយោបល់ហើយជំរុញគាត់រហូតដល់គាត់បានចុះឈ្មោះនៅក្នុងផ្សារនៅក្នុងប្រព័ន្ធរបស់ផ្សារបន្តមកទៀតអតិថិជននឹងធ្វើការកម្មង់អីវ៉ាន់ដែលគាត់មានជំរើសពីរនៅក្នុងការដែលទៅយកអីវ៉ាន់ជំរើសទី1គឺការដែលគាត់ទៅយកអីវ៉ាន់ដោយខ្លួនឯងហើយជំរើសទី2គឺការដែលគាត់ស្នើដើម្បីដាក់ឲ្យផ្សារដឹកអីវ៉ាន់ទៅឲ្យគាត់បាទទម្រង់ដ៏សាមញ្ញមួយនេះនឹងកើតឡើងនៅគ្រប់ទីកន្លែងនៅទូទាំងប្រទេសបន្ទាប់ពីផ្សារ e-commerce ចាប់ផ្ដើមដំណើរការ